លោកគ្រូអ្នកគ្រូទាំងអស់គ្នាថ្ងៃនេះដែរយើងនឹងរៀនអំពី Google Form អញ្ចឹងកិច្ចការដែលយើងទៅរៀន Google Form នេះទី1គឺលោកគ្រូអ្នកគ្រូបង្កើត Google Form ហើយលោកគ្រូអ្នកគ្រូត្រូវបង្កើតឲ្យសិស្សបញ្ចូលឈ្មោះដោយខ្លួនឯងទី2គឺយើងដាក់ឲ្យសិស្សហ្នឹងជ្រើសរើសថ្នាក់ទី3ឲ្យជ្រើសរើសភេទបាទអញ្ចឹងដើម្បីបង្កើត Google Form លោកគ្រូអ្នកគ្រូត្រូវចូលទៅកាន់ Google Chrome ហើយជ្រោ Google Chrome ហ្នឹងគឺលោកគ្រូអ្នកគ្រូត្រូវបញ្ចូលគណនី Gmail ទៅក្នុង Google Account ឲ្យរួចរាល់អញ្ចឹងលោកគ្រូអ្នកគ្រូឃើញបែបនេះមានន័យថាលោកគ្រូអ្នកគ្រូបានបញ្ចូល account Gmail ទៅក្នុង Google Chrome រួចរាល់ហើយតែបើលោកគ្រូអ្នកគ្រូអត់ឃើញបែបហ្នឹងទេសូមបញ្ចូល Gmail របស់លោកគ្រូអ្នកគ្រូទៅក្នុង Google Account ឲ្យបានរួចរាល់ដូចក្នុងរូបភាពហ្នឹងអញ្ចឹងយើងរៀនពី Google Form យើងចុចកន្លែងដែលខ្ញុំបានចុចពីដំបូងនេះមកលោកគ្រូអ្នកគ្រូគ្រាន់តែចុចទាញវាស្វែងរកមើលពាក្យថា Form Google Form បន្ទាប់មកទៀតលោកគ្រូអ្នកគ្រូចូលទៅកាន់កន្លែង Form អញ្ចឹងខាងលើនេះគឺលោកគ្រូអ្នកគ្រូត្រូវបញ្ចូលចំណងជើងរបស់ការងារយើងអញ្ចឹងខ្ញុំដាក់ថាប្រឡងប្រចាំខែវិច្ឆិកាហើយលោកគ្រូអ្នកគ្រូដាក់ឈ្មោះលោកគ្រូអ្នកគ្រូពីក្រោយមកដើម្បីឲ្យខ្ញុំឆែកមើលខ្ញុំដឹងថាអ្នកណាអ្នកធ្វើការងារនឹងឲ្យខ្ញុំព្រោះយើងត្រូវអាប់ឡូតចូល Google Drive ហើយកន្លែងនេះ form description នេះមានន័យថាគេឲ្យយើងបញ្យល់អំពី form ហ្នឹងធ្វើអីគឺយើងប្រឡងប្រចាំខែបន្ទាប់មកទៀតយើងចូលមកដល់ form របស់យើងលោកគ្រូអ្នកគ្រូត្រូវដាក់សំណួរទី1នេះគឺយើងឲ្យសិស្សបញ្ចូលឈ្មោះអញ្ចឹងលោកគ្រូអ្នកគ្រូសរសេរមកនាមកោតនាមហើយខាងក្រោមនេះដើម្បីបញ្ចូលឈ្មោះគឺលោកគ្រូអ្នកគ្រូជ្រើសរើស short answer មានន័យថាយើងឲ្យសិស្សហ្នឹងបញ្ចូលឈ្មោះដោយខ្លួនឯងតបមកទៀតកន្លែង request នេះគឺលោកគ្រូអ្នកគ្រូត្រូវបើកវា request ហ្នឹងយើងបើកមានន័យថានៅពេលវាចេញផ្កាយនៅពេលដែលសិស្សអត់បានបំពេញឈ្មោះទេគឺវាអត់ load ចូលទៅកន្លែងផ្សេងទេវានឹងទាញឲ្យកន្លែងហ្នឹងគឺត្រូវតែបញ្ចូលឈ្មោះរបស់គាត់ទៅបានទៅមកដំណាក់កាលទៀតបន្ទាប់មកទៀតលោកគ្រូអ្នកគ្រូបង្កើតនៅក្នុងសំណួរយើងគេឲ្យបង្កើតថ្នាក់ជ្រើសរើសថ្នាក់តើថ្នាក់ក្នុងថ្នាក់ទីប៉ុន្មានលោកគ្រូអ្នកគ្រូចុចកន្លែង add question នេះហើយដាក់អក្សរថ្នាក់មកដើម្បីជ្រើសរើសគឺយើងចុច drop down option ទី1គឺលោកគ្រូអ្នកគ្រូដាក់ថ្នាក់ដែលលោកគ្រូអ្នកគ្រូបង្រៀនថ្នាក់ទី5 option ទី2ថ្នាក់ទី6ជាក់ស្ដែងតើលោកគ្រូអ្នកគ្រូនេះទៅរៀនអញ្ចឹងខ្ញុំដាក់ទៅ2នឹងបានទៅតាមពិតលោកគ្រូអ្នកគ្រូរៀនតាមមួយខ្សែថ្នាក់ផងអញ្ចឹង drop down យើងចុចកន្លែងផ្នែកនេះ preview វាមើលអញ្ចឹងយើងបាន2លោកគ្រូអ្នកគ្រូទី1គឺបំពេញឈ្មោះទី2គឺឲ្យយើងជ្រើសរើសថ្នាក់នេះអញ្ចឹងថ្នាក់ទីប្រមាណឲ្យយើងជ្រើសរើសមកបន្ទាប់មកទៀតយើងចុចសញ្ញាបូកមួយទៀតដើម្បីអញ្ចឹងយើងដាក់ request ផង complete request សិស្សត្រូវតែបំពេញកម្រងសំណួរបើអត់បំពេញវាអត់ទៅមុខទេកន្លែងហ្នឹងអញ្ចឹងយើងចុច add question កន្លែងនេះគឺយើងដាក់ភេទរបស់គាត់អញ្ចឹងយើងជ្រើសរើសយកត្រឡប់បុកទៀតមកក៏បានភេទប្រុសស្រីហើយដាក់ request មកហើយកន្លែងនេះលោកគ្រូអ្នកគ្រូចូលទៅមើល form របស់យើងមកយើង refresh កន្លែងនេះមួយមកចឹងលោកគ្រូអ្នកគ្រូមើលយើងបង្កើតបាន3ហ្នឹងណានេះភេទបន្ទាប់មកទៀតយើងមើលសំណួររបស់យើងទៀតគឺ section ទី2ហ្នឹងគឺឲ្យយើងបង្កើតសំណួរហើយ
ឲ្យសិស្សហ្នឹងបំពេញបន្ទុកចូលណាអូមិនមែនបំពេញបន្ទុកទេឲ្យយើងបង្កើតសំណួរហើយឲ្យសិស្សហ្នឹងឆ្លើយសំណួរដើម្បីឃើញបន្ទុកចេញបន្ទុកសំណួរទី1បានប្រមាណសំណួរទី2បានប្រមាណអញ្ចឹងសំណួរទី1គឺឲ្យយើងជ្រើសរើសចម្លើយបានតែមួយគត់ចម្លើយត្រូវបានតែមួយគត់អញ្ចឹងយើងត្រូវប្រវែក section យើងត្រូវប្រវែកវាចេញជា2ដើម្បីឲ្យយើងចេះយើងចប់បំពេញព័ត៌មានគាត់ហើយទី1នេះគឺយើងបំពេញព័ត៌មានទី2គឺយើងចុចប្រវែកវាចោលដើម្បីឲ្យប្រវែក section ហ្នឹងដើម្បីឲ្យវាឲ្យសិស្សហ្នឹងគាត់ចូលទៅប្រឡងអញ្ចឹងយើងចុចកន្លែង add section នេះអញ្ចឹងយើងឃើញ section 2លោកគ្រូអ្នកគ្រូកន្លែងហ្នឹងគឺសំណួរប្រឡងយើងដាក់ចំណងជើងវាមកសំណួរប្រឡងខាងលើហ្នឹងគឺយើងធ្វើអីគេខាងលើគឺយើងបំពេញព័ត៌មានខាងលើនេះគឺយើងពេញព័ត៌មានសិស្សទី2គឺយើងបង្កើតសំណួរប្រឡងបន្ទាប់មកទៀតយើងចុចសញ្ញាបូកនេះដើម្បីដាក់សំណួរឲ្យសិស្សអញ្ចឹងសំណួរទី1ជាសំណួរដែលជ្រើសរើសចម្លើយតែមួយគត់គឺយើងជ្រើសរើសយក multiple choice គឺយើងជ្រើសរើសបានតែមួយសំណួរទេមួយចម្លើយទេអញ្ចឹងលោកគ្រូអ្នកគ្រូដាក់សំណួរមកតើប្រាសាទអង្គរវត្តស្ថិតនៅខេត្តណាអញ្ចឹងទី1ក្នុងនេះលោកគ្រូអ្នកដាក់ចម្លើយទី1ខ្ញុំដាក់ខេត្តកំពង់ចាមទី2ខេត្តសៀមរាបទី3ខេត្តត្បូងឃ្មុំទី4ខេត្តព្រៃវែងអញ្ចឹងកន្លែងហ្នឹងយើងត្រូវដាក់បន្ទុកឲ្យសិស្សយ៉ាងម៉េចដើម្បីដាក់បន្ទុកឲ្យសិស្សគឺលោកគ្រូអ្នកគ្រូចូលទៅកាន់ setting មកលោកគ្រូអ្នកគ្រូបើកកន្លែងនេះ make this a quick មានន័យថាយើងបើកឲ្យសិស្សបើកឲ្យ form យើងហ្នឹងដាក់សំណួរអញ្ចឹងមកសំណួរប្រមាណបន្ទុកខ្ញុំដាក់មួយបន្ទុកអញ្ចឹងមកសំណួរខ្ញុំដាក់មួយបន្ទុកណាហើយកន្លែងខាងក្រោមនេះយើងដាក់ do not respond do not collect ហ្នឹងមានន័យថាដល់ពេលដែលសិស្សចូលទៅកាន់ link របស់យើងគឺសិស្សហ្នឹងនឹងចូលប្រឡងតែម្ដងដែលមិនចាំបាច់ទារ email ទេកន្លែងហ្នឹងអត់ចាំបាច់ទារ email ទេណាប៉ុន្តែឧទាហរណ៍ថាលោកគ្រូអ្នកគ្រូប្រឡងនៅម៉ោង8ម៉ោង9ព្រឹកនៅពេលដែលចប់ម៉ោង8 9ព្រឹកហ្នឹងគឺលោកគ្រូដូរដល់ម៉ោងគិតគឺលោកគ្រូអ្នកគ្រូដូរកន្លែងហ្នឹងទៅជា verify ឬមួយក៏ respond the input នេះលោកគ្រូអ្នកគ្រូមានដឹងថាកន្លែងណាដើម្បីទារ Gmail អត់ចូលទៅទារ Gmail ចូលទៅតើយើងចុចconfirm បានឲ្យអញ្ចឹងកន្លែងហ្នឹងយើងត្រូវជ្រើសរើសកន្លែងហ្នឹងមួយនៅពេលចប់ពេលដែលយើងប្រឡងធម្មតាយើងដាក់ do not collect នៅពេលដែលយើងចប់មកគឺយើងជ្រើសរើសកន្លែងពីរនេះប៉ុន្តែមិនជ្រើសរើសកន្លែងពីរហ្នឹងក៏បានដែរយើងអាចកែនៅកន្លែងមួយទៀតអញ្ចឹងយើងចាំកែកន្លែងមួយទៀតក៏បានដែរអញ្ចឹងជ្រើសរើសបន្ទុកលោកគ្រូអ្នកគ្រូដឹងណាយើងចុច make quick ហើយដើម្បីកុំឲ្យមានការលំបាកទាំង survey ទាំងប្រឡងសិស្សទាំងរៀនអនឡាញលោកគ្រូអ្នកគ្រូដាក់រៀនអនឡាញវិធានថ្នាក់អីកំណត់ឲ្យគេចុះវត្តមានអីដាក់ do not collect មកណាកុំឲ្យវាទារ email ញ៉ៃគេចូលទៅស្មុគស្មាញអាហ្នឹងដាក់តែប៉ុណ្្នឹងទៅវាឡើងស្មុគស្មាញហើយចាំទៅពេលដល់ចាប់មកខ្ញុំបរៀនថាបិទយ៉ាងម៉េចបិទកុំឲ្យគេចូលបានឧទាហរណ៍ថាយើងរៀនដល់ពីម៉ោង2ដល់ម៉ោង4អញ្ចឹងម៉ោង4ហ្នឹងគឺត្រូវបិទ form ហ្នឹងចោលឈប់ឲ្យគេចុះវត្តមានហើយអញ្ចឹងបិទយ៉ាងម៉េចតិចទៀតខ្ញុំនឹងប្រាប់នៅtrongវីដេអូអញ្ចឹងយើងចេះដាក់បន្ទុកយើងចេះកំណត់វាណាកំណត់ឲ្យសិស្សហ្នឹងចូលដោយអូតូហើយយើងចូលមកកាន់ question យើងវិញអញ្ចឹងកន្លែងនេះយើងដាក់ request សិស្សហ្នឹងត្រូវតែឆ្លើយសំណួរដើម្បីគាត់ចេះមិនចេះក៏គាត់ជ្រើសរើសមួយដែរហើយយើងដាក់សំណួរជ្រើសរើសចម្លើយអញ្ចឹងនេះយើងលោកគ្រូឃើញ answer key
ចំនួនមួយបន្ទុកអញ្ចឹងខ្ញុំចុចកន្លែងហ្នឹងមកយើងដាក់បន្ទុកសំណួរហ្នឹងមួយសំណួរហ្នឹងមួយបន្ទុកហើយយើងចុចចម្លើយដែលត្រឹមត្រូវអញ្ចឹងប្រាសាទអង្គរវត្តស្ថិតនៅក្នុងខេត្តណាអញ្ចឹងយើងដាក់ចម្លើយដែលត្រឹមត្រូវយើងចុចខេត្តសៀមរាបហើយដាក់មួយបន្ទុកឲ្យហើយយើងចុចដាន់អញ្ចឹងមួយហ្នឹងគឺរួចហើយណារួចហើយលោកគ្រូអ្នកគ្រូត្រូវធ្វើសំណួរមួយទៀតដែលសិស្សហ្នឹងជ្រើសរើសចម្លើយបានច្រើនអញ្ចឹងជ្រើសរើសចម្លើយបានច្រើនខ្ញុំអត់ធ្វើ form នឹងច្រើនទៀតទេគឺយើងប្រើវិធី copy គេហៅថា duplicate នេះខ្ញុំចុចកន្លែងនេះ copy មកវាដូចគ្នាទាំងអស់យើងបាទ copy មកអញ្ចឹង copy មកវាមានសំណួរពីរដូចគ្នាអញ្ចឹងយើងកែសំណួរខាងក្រោមតើសត្វណាខ្លះជាសត្វបក្សីសញ្ញាសួរអញ្ចឹងទី1គឺសត្វចាបទី2គឺសត្វរៀបទី3គឺសត្វក្រឡោកទី4គឺសត្វគោហើយសំណួរគេសួរថាម៉េចសួរថាឲ្យកន្លែងហ្នឹងជ្រើសរើសបានចម្លើយច្រើនអញ្ចឹងដើម្បីបានចម្លើយច្រើនលោកគ្រូអ្នកគ្រូត្រូវយកពាក្យឈិចបុកអញ្ចឹងដូរវាទៅជាឈិចបុកយើងចុចបានច្រើនណាចម្លើយយើងគឺចុចបានច្រើនបន្ទាប់មកទៀតលោកគ្រូអ្នកគ្រូដើម្បីកំណត់ចម្ពោះយើងចូលទៅកាន់ answer key អញ្ចឹងចម្លើយត្រូវគឺបានបន្ទុក1ហើយខ្ញុំចុចចម្លើយត្រឹមត្រូវចំនួន3មានន័យថាមកសំណួរហ្នឹងគឺលោកគ្រូអ្នកគ្រូអាចសិស្សអាចចុចចម្លើយច្រើនដើម្បីឆ្លើយចម្លើយហ្នឹងឲ្យបានត្រឹមត្រូវហើយយើងចុចដានមកអញ្ចឹងសិស្សអាចជ្រើសរើសចម្លើយ3ខាងលើនេះសំណួរបន្ទាប់មួយទៀតគឺសំណួរសរសេរចម្លើយចូលវាស្តៀងតែយើងបំពេញឈ្មោះដែរតែយើងដាក់ជាផារ៉ាក្រាហ្មអញ្ចឹងខ្ញុំចុចសញ្ញាបូកមួយទៀតចូលប្អូនរៀបរាប់ពីចរិតពីឪពុកម្ដាយរបស់អ្នកអំពីតាយាយទៅតាយាយរបស់អ្នកអញ្ចឹងដើម្បីឲ្យសិស្សនឹងគាត់សរសេរចម្លើយបានច្រើនរៀបរាប់ពីតាយាយរបស់គាត់យើងត្រូវធ្វើម៉េចយើងត្រូវដូរកន្លែងនេះទៅជា paragraph អញ្ចឹងសិស្សនឹងសរសេរមកបានចម្លើយច្រើនហើយបន្ទាប់មកទៀតដើម្បីផ្ញើ Google Form នឹងទៅកាន់សិស្សលោកគ្រូអ្នកគ្រូចុច Publish បើសិនជាកន្លែងនេះខ្ញុំបញ្ជាក់បន្តិចយើងជ្រើសរើសយក everyone with link ហើយចុចដានមកហ្នឹងនៅពេលដែលយើងចុច publish មកនៅពេលដែលយើងផ្ញើទៅឲ្យសិស្សគឺវាអត់មានបញ្ហាទេសិស្សនឹងចូលមកធ្វើកម្រងសំណួរយើងបានយ៉ាងរលូនមិនចាំបាច់ទាញ email មិនបាច់ចាំបាច់ទាញអីទេហើយលោកគ្រូអ្នកគ្រូចង់បាន form យើងខ្លីយើងចុច short answer មកហើយចុច copy នេះមកហ្នឹង publish រួចហើយឬមួយក៏យើងចុចកន្លែងនេះក៏បានដែរនេះចុចកន្លែង short answer ហ្នឹងមកហើយ copy មកអញ្ចឹងខ្ញុំ copy link ហ្នឹងចូលទៅក្នុង group របស់លោកគ្រូអ្នកគ្រូចាំបំពេញទាំងអស់គ្នាដើម្បីបានព័ត៌មាន